សហព័ន្ធខ្មែរកីឡាហែលទឹកបង្កើតកម្មវិធីប្រកួតកីឡាហែលទឹកវ័យចាស់លើកទី3ដោយមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងនោះកីឡាករកីឡាការិនីជនបរទេសចូលរួមច្រើនជាងគេសហព័ន្ធខ្មែរកីឡាហែលទឹកបង្កើតឲ្យមានកម្មវិធីប្រកួតកីឡាវ័យចាស់លើកទី3នេះពេលនេះនៅក្នុងគោលបំណងដើម្បីផ្ដល់ឱកាសដល់មហាជនទាំងជាតិនិងអន្តរជាតិដែលរស់នៅក្នុងប្រទេសកម្ពុជាចូលរួមជាពិសេសបងប្អូនដែលស្រឡាញ់វិស័យកីឡាហែលទឹកនិងផ្ដោតទៅលើការចូលរួមដើម្បីបង្កើតមិត្តភាពនិងសាមគ្គីភាពរវាងជនជាតិខ្មែរនិងជនជាតិបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាតែម្ដងលោកហែមគីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាការប្រកួតនេះចំណុចសំខាន់គឺជាការចូលរួមពីសំណាក់ការប្រមូលផ្ដុំធនធានមហាជននិងអត្តពលិកដែលចូលនិវត្តន៍ដើម្បីជ្រើសរើសកីឡាករកីឡាការិនីវ័យចាស់ទៅចូលរួមការប្រកួតកីឡាហែលទឹកវ័យចាស់កម្រិតអន្តរជាតិដោយសារសហព័ន្ធកីឡាហែលទឹកអន្តរជាតិបានរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់ជ្រើសរើសជើងឯកពិភពលោកជារៀងរាល់ឆ្នាំសហព័ន្ធខ្មែរកីឡាហែលទឹកក៏មានគោលបំណងចង់ផ្ដល់ឱកាសដល់មហាជននិងជនរួមជាតិខ្មែរនិងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាបានចូលរួមជាពិសេសបងដែលស្រឡាញ់វិស័យកីឡាហែលទឹកនិងផ្ដោតទៅលើការចូលរួមដើម្បីបង្កើតមិត្តភាពសុខភាពនិងសាមគ្គីភាពរបស់ជនជាតិខ្មែរនិងជនជាតិបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដងឆ្នាំនេះគឺជាឆ្នាំទី3ហើយដែលសហព័ន្ធខ្មែរកីឡាទឹកបានរៀបចំគោលបំណងសំខាន់ចំណុចទី1ខ្ញុំចង់រំលឹកនោះគឺថាការរៀបចំនេះគឺផ្ដោតសំខាន់គឺចង់ផ្ដល់ឱកាសឲ្យមហាជនបាទខ្ញុំប្រើពាក្យមហាជនមិនសំដៅទៅលើតែកីឡាករអ្នកដែលមានជំនាញហែលទឹកពូកែនោះទេបាទមហាជននេះបានន័យថាឲ្យគាត់បានចូលរួមក្នុងឱកាសការប្រកួតបែបនេះព្រោះដោយសារការប្រកួតកម្រិតយើងហៅថា Master ឬវ័យចាស់នេះគឺចង់ឲ្យប្រជាពលរដ្ឋឬក៏មហាជនដែលគាត់ស្រឡាញ់សុខភាពស្រឡាញ់ការហាត់ប្រាណឬក៏អ្នកដែលចូលចិត្តលេងកីឡាជាពិសេសកីឡាហែលទឹកបាទមានឱកាសព្រោះពេលដែលគាត់ហាត់ជាប្រចាំគាត់ហែលជាប្រចាំហើយมันមានបង្កើតកម្មវិធីឲ្យគាត់មានភាពសប្បាយរីករាយគឺប្រកបណាស់ការហាត់របស់គាត់ការចូលរួមរបស់គាត់มันអាចបានយូរអង្វែងទេអញ្ចឹងមានការប្រកួតប្រចាំឆ្នាំធ្វើឲ្យគាត់មានការតាំងចិត្តចង់ចូលរួមហើយគាត់ចង់វឹកហាត់ហើយទីមួយគាត់ទទួលបានចំណេញបំផុតគឺសុខភាពបាទរាល់ថ្ងៃសូម្បីតែខ្ញុំផ្ទាល់ខ្ញុំយកខ្លួនឯងជាគំរូគឺខ្ញុំយកកីឡាមកជំនួសនៅការប្រើប្រាស់ថ្នាំអាហ្នឹងខ្ញុំនិយាយដោយស្មោះត្រង់ដោយសារយើងធ្វើបែបនេះគឺចង់បង្ហាញថាកីឡាគឺពិតជាសារៈសំខាន់មានសារៈសំខាន់សម្រាប់ការជួយថែទាំសុខភាពទៅដល់មហាជនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់បាទហើយបើសិនជាយើងប្រើប្រាស់កីឡាឲ្យបានត្រឹមត្រូវគឺចំណេញបំផុតបាទទី1គឺជួយដល់សុខភាពទី2ផ្ដល់នៅគេហៅថាឱកាសការជួបជុំដោយការប្រកួតបែបនេះចឹងបានស្គាល់មិត្តភ័ក្តិមិនមែនតែខ្មែរគ្នាយើងមានបរទេសមានមិត្តភ័ក្តិដែលគាត់ស្រឡាញ់វិស័យកីឡាដូចគ្នានឹងចូលរួមហើយចំណុចសំខាន់បំផុតដែលខ្ញុំចង់ផ្ដោតលើគឺថាការប្រកួត Master ឬការប្រកួតវ័យចាស់នេះគឺមិនមែនប្រកួតតែប្រទេសកម្ពុជាយើងទេការប្រកួតគឺមានភាពទូលំទូលាយបាទគ្រប់បណ្ដាប្រទេសនៅលើពិភពលោកគឺតែងតែមានការរៀបចំអញ្ចឹងបានយើងប្រើពាក្យឈ្មោះថាការប្រកួតវ័យចាស់ហៅទឹកកម្ពុជាយើងនេះយើងប្រើថា Cambodia Master Swimming